នោះបាទអធិស្ឋានយើងមើលទៅខាងលើបងឃើញព្រះអង្គប្របាទជ័យមន្ទី7ព្រះអង្គជិះសេះបាទនឹងហើយគេហៅថាសម័យបាយ័នសម័យចងភ្នួងសក់ទៅខាងក្រោយណាបងនឹងគឺរូបព្រះអង្គដែលគង់នៅលើសេះធំជាងគេអញ្ចឹងដូចគេហៅថាទឹកធ្លាក់កាត់ថ្មវាច្រោះមួយខែឲ្យមួយថ្ងៃមួយខែមួយឆ្នាំធ្វើឲ្យកលុកកាន់តែជ្រៅដល់ពេលយើងដាក់ទឹកអាស៊ីតខ្លាំងហានិភ័យនៃថ្មភក់នេះឯងក៏វាលិចទៅជ្រៅដូចគ្នាបាទអញ្ចឹងណាបាទតោះយើងអញ្ជើញមកខាងនេះទៀតបាទនៃខាងកើតបាទមើលខាងខោបាទអានេះគឺខាងកើតនៃប្រាសាទបាយ័នឆ្លាក់អំពីរឿងរ៉ាវការបាទលើក្បួនទ័ពបាទនេះគឺទ័ពរវាងមុខផនប្របាទជ័យវរ្ម័នទី7អញ្ចឹងទ័ពតាហ៊ានហើយនឹងឆ្លើយសឹកយើងមើលលក្ខណៈយ៉ាងម៉េចជាតាហ៊ានជាឆ្លើយសឹកបាទអញ្ចឹងតាហ៊ានយើងមើលអញ្ចេះណាបងគាត់មានអាវបាទលក្ខណៈអញ្ចឹងបាទនេះគេហៅថាតាហ៊ានបាទជួរមុខផនប្របាទជ័យវរ្ម័នទី7សូម្បីព្រះអង្គប្របាទជ័យវរ្ម័នទី7ក៏ចូលរួមក្នុងការដើរក្បួនទ័ពដែរដូចគ្នាដែរបាទដូចយើងនៅប្រាសាទអង្គរវត្តអញ្ចឹងមិនខុសគ្នាទេបាទអញ្ចឹងខាងនេះទ័ពហើយមកខាងនេះបងអានេះគឺមេទ័ពម៉ុងហ្គោលបាទគេម៉ុងហ្គោលណាបាទគាត់មានអាវមានពុកមាត់ហើយគាត់ប្រើអំពែងអញ្ចឹងគាត់មិនដេញពួកដូចនេះដើម្បីធ្វើដំណើរទៅមុខបាទអូអញ្ចឹងមានន័យថាចេះប្រវត្តិសាស្ត្ររបស់ខ្មែរយើងជាមួយនឹងប្រទេសចិនហ្នឹងគឺមានទំនាក់ទំនងគ្នាយូរមកហើយបាទមានយូរមកហើយបាទដល់រូបភាពនេះយើងបញ្ជាក់ឃើញថាអតីតកាលហ្នឹងគឺបាទក្នុងការប្រើប្រាស់ក្បួនសឹកក្នុងការប្រើប្រាស់ក្បួនតបអីជាដើមហ្នឹងគឺយើងមើលឃើញថាកើតក្នុងដំណើរគ្នាប្រវត្តិសាស្ត្រចិនហើយនិងខ្មែរយើងបាទអញ្ចឹងមានន័យថាអាយុកាលខ្មែរយើងហ្នឹងគឺកើតបាទចំនួនជាមួយគ្នាបាទអញ្ចឹងយើងឃើញមេទ័ពម៉ុងហ្គោលនេះគឺទាហានម៉ុងហ្គោលណាបាទអញ្ចឹងយើងឃើញមកដល់ខាងនេះទៀតបាទទាហានម៉ុងហ្គោលបាទអញ្ចឹងបាទខាងនេះមួយទៀតគឺចប់នៃមេទ័ពម៉ុងហ្គោលហើយណាបាទមេទ័ពម៉ុងហ្គោល1និងមេទ័ពម៉ុងហ្គោល2នេះគឺជាទាហានម៉ុងហ្គោលបាទអញ្ចឹងយើងមើលមកខាងនេះវិញយើងឃើញចងចេះមានន័យថាយ៉ាងម៉េចនេះគឺឆ្លើយសឹកបាទកណាគេចងចេះដើម្បីតាក់កុំឲ្យវារត់ចេញពីជួរកណារត់មកគេតាក់ខ្សែនេះដើម្បីផ្ងាកក្រោយមកវិញបាទអញ្ចឹងយើងមើលឃើញនេះទ័ពផ្សេងឆ្លើយសឹកផ្សេងបាទអញ្ចឹងមកដល់ខាងនេះទៀតយើងនឹងឃើញអីគេបាទយើងឃើញមេទ័ពមួយទៀតបណ្ដេញបាទឲ្យពួកឆ្លើយសឹកនឹងដើរជាក្បួនទ័ពឲ្យមានរបៀបមានជួរវិន័យត្រឹមត្រូវប៉ុន្តែពួកគាត់ក៏មានខែលដែរខែលនេះគេដូចជាហៅលក្ខណៈខែលសន្ទប់ជែកឬខែលតតុស្លាបាទអញ្ចឹងវាមានទាំងមូលវាមានទាំងកំប្លែតបាទអញ្ចឹងយើងមើលមកខាងនេះទៀតបាទនោះបាទអធិស្ឋានយើងមើលទៅខាងលើបងឃើញព្រះអង្គប្របាទជ័យវរ្ម័នទី7ព្រះអង្គជិះសេះបាទនឹងហើយគេហៅថាសម័យបាយ័នសម័យចងភ្នួងសក់ទៅខាងក្រោយណាបងនឹងគឺរូបព្រះអង្គដែលគង់នៅលើសេះធំជាងគេបាទទាំងទ័ពសេះនិងទ័ពដំរីជាដើម